សួស្តីដល់គ្នាស្វាគមន៍មកកាន់ Ice នេះគឺជាភាគទី5របស់រឿង Connect ពេលនេះចាប់ផ្ដើមឡើងដោយជីនស៊ុបបញ្ជូន Vision មួយមកឲ្យតួឯកប្រុសរបស់យើងឃើញដោយវាគឺជាតារាចម្រៀងស៊ីដែលគេចាប់យកមកធ្វើជាចំណាប់ខ្មាំងនៅទីកន្លែងឃុំឃាំងរបស់គេស៊ីនៅពេលនេះត្រូវបានជីនស៊ុបធ្វើទរណកម្មឡើងមានសភាពយ៉ាប់យ៉ឺនខ្លាំងមែនទែនជីនស៊ុបក៏បានយកទូរស័ព្ទរបស់គេមកសរសេរជាសារមួយដើម្បីបង្ហាញឲ្យដុងស៊ូឃើញដោយគេសរសេរថាបើសិនជាដុងស៊ូអត់ចង់ឲ្យស៊ីស្លាប់ហើយคล้ายទៅជារូបចម្លាក់របស់ជីនស៊ុបនោះទេដុងស៊ូត្រូវតែមកជួបជីនស៊ុបតែម្នាក់ឯងហើយគេក៏បានប្រាប់ទីតាំងឲ្យដុងស៊ូដឹងផងដែរនៅជួបបន្ទាប់មួយទៀតត្រឡប់មកកាន់លោកតាដែលជាម្ចាស់ឃ្លាំងអេតចាយគាត់កំពុងតែរៀបចំឲ្យវ៉ាននេះក៏ត្រូវក្រុម gangster 2នាក់នេះមករកគាត់ដោយពួកគេមកអញ្ញែជាមួយគាត់ដើម្បីចង់រកទីតាំងរបស់ដុងស៊ូត្រឡប់មកកាន់ដុងស៊ូវិញគេក៏ប្រាប់គ្រប់យ៉ាងអំពីអ្វីដែលគេឃើញនៅក្នុង vision មិញហ្នឹងឲ្យទៅអ៊ីរ៉ាងដឹងគេថាគេនឹងទៅរកជីនស៊ុបសម្រាប់ជីនស៊ុបចោលដើម្បីជួយស៊ីមកវិញហើយគេក៏នឹងយកកែវភ្នែករបស់គេមកវិញឲ្យបានផងដែរអ៊ីរ៉ាងថានាងក៏នឹងទៅជាមួយដែរភ្លាមនោះពីអ្នកនេះមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងទីកន្លែងដែលពួកគេរស់នៅទៅក៏ឃើញថាអ៊ុនភៀវនាំកូនចៅរបស់ពួកគេមកដល់ទីកន្លែងនេះហើយពីអ្នកនេះបំរុងនឹងនាំគ្នារត់គេចប៉ុន្តែភ្លាមនោះដងស៊ូក៏ទទួលបានសារមួយពីអបកមាប់ក្រុម gangster នោះដូចគ្នាដោយវាគឺជាវីដេអូដែលតែម្ចាស់ឃ្លាំងអេចាយនោះត្រូវបានពួកគេវាយឡើងទ្រាំនៅក្នុងវីដេអូហ្នឹងអបកមាប់ហ្នឹងក៏បាននិយាយផងដែរថាបើសិនជាដងស៊ូអត់ចង់ឲ្យតែនេះស្លាប់នោះទេត្រូវតែបញ្ញាប់មករកពួកគេឲ្យបានមុន15នាទីបារម្ភពីសុវត្ថិភាពរបស់លោកតានោះខ្លាំងមែនទែនដងស៊ូក៏ញាប់ទៅរកគាត់យ៉ាងលឿនចំណែកអ៊ីរ៉ាងវិញនាងនៅទីនេះដើម្បីចាត់ការអ៊ុនភៀវនិងកូនចៅរបស់ពួកគេនៅពេលដែលក្រុម gangster នោះបើកទ្វារចូលមកឃើញថាអ៊ីរ៉ាងឈរចាំទទួលពួកគេតែម្ដងត្រឡប់មកកាន់ដងស៊ូវិញម្ដងគេរត់មកដល់កន្លែងឃ្លាំងអេចាយនេះក៏ឃើញលោកតាថៅកែនេះដេកជាប់ចំណងយ៉ាងវេទនាគេក៏ញាប់ទៅជួយស្រែឲ្យគាត់ហើយតានេះក៏ព្យាយាមធ្វើសញ្ញាឲ្យដងស៊ូដឹងថាកំពុងតែមានគេមកពីក្រោយចាំវាយឆ្មក់ដងស៊ូហើយតែដងស៊ូគេចអត់ទាន់ក៏ត្រូវបានគេវាយឲ្យស្លាប់ឈិលឱកាសដែលដងស៊ូកំពុងតែស្លាប់នេះក្រុម gangster នេះក៏យកច្រវាក់ដែកដ៏រឹងមាំមួយយកមកចងដៃរបស់គេអបកមាប់នេះកំពុងតែឈរនៅពីក្រោយដងស៊ូហើយម្នាក់ទៀតកាន់ដែកម្លេតនេះចង់យកទៅវាយសម្លាប់តានោះដងស៊ូក៏បុកក្បាលខ្លួនឯងជាមួយនឹងក្បាលអបកមាប់នេះបន្ទាប់មកគេក៏រត់ទៅធាក់អបអាវខ្មៅនោះឲ្យដួលហើយយកជង្គង់របស់គេទៅសកត់ត្រង់ករបស់អបហ្នឹងរហូតទាល់តែអបហ្នឹងដាច់ខ្យល់ស្លាប់អបកមាប់នេះក៏ងើបឡើងចង់មកចាត់ការគេវិញមើលទៅយល់ថាខ្លួនឯងចាញ់ព្រាបពេកដងស៊ូអត់អាចបណ្ដោះឲ្យខ្លួនឯងជាប់ចំណងបែបនេះនោះទេគេក៏ទៅធាក់កងតាក់របស់អាណានេះឲ្យដើរហើយយកដៃរបស់គេដែលកំពុងតែជាប់ច្រវាក់នេះយកទៅដាក់ជាមួយនឹងអាណានេះដើម្បីកាត់ច្រវាក់ដោយនៅពេលដែលគេដើម្បីកាត់ច្រវាក់នេះដៃរបស់គេក៏ត្រូវរបួសធ្ងន់ផងដែរប៉ុន្តែវាអាចព្យាបាលខ្លួនឯងមកវិញឲ្យដូចដើមបានអបកមាប់នេះបើទោះបីជាដឹងថាដងស៊ូគឺជា Connect ដែលមានសមត្ថភាពអាចព្យាបាលខ្លួនឯងមកវិញបានក៏ពិតមែនប៉ុន្តែនៅពេលដែលឃើញសភាពនៃការព្យាបាលនេះដោយផ្ទាល់ភ្នែកបែបហ្នឹងគេក៏ភ័យរន្ធត់ដែរហើយតាដែលជាម្ចាស់ឃ្លាំងនេះគាត់ភ័យខ្លាចជាអបកមាប់នេះទៅទៀតដងស៊ូគេក៏ដាក់ក្បាលអបកមាប់នេះមកដែកធ្វើឲ្យបរោះហ្នឹងដួលស្លាប់បាត់បន្ទាប់មកគេក៏ទៅយកចបដ៏ស្រួចនេះបំរុងនឹងកាប់ក្បាលបរោះនេះដើម្បីសម្លាប់ម្នាក់ទៀតប៉ុន្តែចុងក្រោយគេអត់ដាច់ចិត្តដងស៊ូក៏សុំទោសតាមម្ចាស់ឃ្លាំងនេះស្រាយចំណងឲ្យគាត់និងនិយាយប្រាប់គាត់ថាចាប់ពីពេលនេះតទៅគេប្រហែលជាលែងបានមកធ្វើការឲ្យគាត់ទៀតហើយអញ្ចឹងមានតែគាត់ត្រូវលំបាកស្វែងរកកម្មករថ្មីមកធ្វើការឲ្យនោះទេហើយគេក៏សុំលាគាត់តែត្រឹមនេះត្រឡប់មកកាន់ជីនស៊ុបវិញម្ដងគេក្អួតឈាមច្រើនមែនតើហាក់បីដូចជាកាន់តែចិត្តស្លាប់ខ្លាំងមែនតើហើយបន្ទាប់មកគេក៏ស្រាប់តែមើលឃើញដងស៊ូនៅក្នុងបន្ទប់របស់គេហើយគេក៏ដើរចង់ទៅអោបដងស៊ូប៉ុន្តែភ្លាមនោះដងស៊ូក៏រលាយបាត់ពីមុខគេវិញពីព្រោះថានេះគឺគ្រាន់តែជាការស្រមើស្រមៃរបស់គេតែប៉ុណ្ណោះហើយការដែលជីនស៊ុបចង់ទៅអោបដងស៊ូនេះមិនមែនដោយសារតែតួអង្គមួយនេះស្រឡាញ់ដងស៊ូចង់បានជាគូសកលអីនោះទេប៉ុន្តែបើមើលទៅតាមសភៅគំនូរដែលគេកំពុងតែដាក់ទុកចោលលើតុនេះវាគឺជាមុខរបស់គេបន្ទាប់មកក៏ប្រែទៅម្ដងបន្តិចទៅជាដងស៊ូដែលមានន័យថាគោលបំណងពិតប្រាកដរបស់ជីនស៊ុបគឺចង់ឲ្យខ្លួនឯងคล้ายដូចទៅជាដងស៊ូស្របពេលហ្នឹងដែរត្រឡប់មកកាន់អ៊ីរ៉ាងវិញម្ដងនាងក៏ត្រូវពួកក្រុម gangster នេះសួរចម្លើយថានាងគឺជានរណាត្រូវនរណាបញ្ជូនមកបានជាមកតាមស៊ើបអញ្ញែអំពីពួកគេបែបហ្នឹងអ៊ីរ៉ាងមិនត្រឹមតែឆ្លើយនឹងសំណួររបស់ក្រុម gangster នឹងនោះទេនាងបែរជាឌឺពួកគេថានាងបានសម្លាប់កូនចៅពួកគេម្នាក់ដែលមានឈ្មោះថា Vujin អូនភៀវនៅពេលដែលលើបែបហ្នឹងហើយគេខឹងខ្លាំងមែនតើក៏យកបថៅរបស់គេកាប់មុខរបស់នាងដែលធ្វើឲ្យនាងត្រូវរបួសឡើងកវាមពេញមុខបែបនេះតែម្ដងអ៊ីរ៉ាងក៏ញ៉ៃដាក់ពួកគេវិញថាតើពួកឯងដឹងទេថាជីនស៊ុបគឺជានរណាគេគឺជាឃាតករដែលសម្លាប់មនុស្សយកទៅធ្វើជារូបចម្លាក់
និយាយចប់តែប៉ុណ្នេះរបួសនៅលើមុខរបស់អ៊ីរ៉ាំងវាក៏ព្យាបាលខ្លួនឯងឲ្យជាឡើងវិញគ្រាន់តែឃើញបែបនេះមេហ្គេងស្ទ័រទាំងពីរនាក់នេះក៏នាំគ្នាសើចនឹងថាវ៉ាវនាងក៏ជា connect ដែរតែប៉ុណ្ណឹងពួកយើងរកលុយបានច្រើនមិនខានទេតែភ្លាមនោះអ៊ីរ៉ាំងក៏ចាប់ផ្ដើមវាយប្រហារពួកគេគ្នាច្រើនមែនតើប៉ុន្តែអត់ឈ្នះអ៊ីរ៉ាំងតែម្នាក់ឯងនោះឡើយហើយចុងក្រោយនាងក៏អាចរត់ចាក់ចេញពីទីនេះបានអ៊ុនភျូបំរុងនឹងបញ្ជាឲ្យកូនចៅរបស់គេដេញទៅតាមអ៊ីរ៉ាំងប៉ុន្តែភ្លាមនោះមេហ្គេងស្ទ័រម្នាក់នេះក៏ខាត់នឹងថាមិនបាច់ដេញតាមឆាវបែបហ្នឹងនោះទេពួកយើងគួរទៅលបតាមនាងដោយស្ងប់ស្ងាត់ពីព្រោះខ្ញុំជឿថាមនុស្ស connect មិនមែនមានតែ2នាក់ហ្នឹងនោះទេវាច្បាស់ជាមានច្រើនអ្នកទៀតលបតាមនាងស្ងាត់ទៅថាមិនត្រូវនាងអាចនឹងនាំពួកយើងឲ្យទៅរកជំរករបស់មនុស្ស connect ឃើញហើយនៅពេលដែលរកឃើញហើយពួកយើងច្បាស់ជាដូចត្រូវឆ្នោតលេខធំមិនខានទេនៅជាបន្តមួយទៀតក្រុមប៉ូលីសនិងអ្នកជំនាញក៏នាំគ្នាមកធ្វើកសោវិច័យនៅកន្លែងដែលគេរកឃើញសាកសពរបស់ Wu Jin ហើយនៅទីកន្លែងហ្នឹងពួកគេក៏រកឃើញ memory card មួយរបស់ Wu Jin ផងដែរក្រុមប៉ូលីសនេះក៏វិញ្ញាប់នាំគ្នាយកវាទៅឆែកមើលក្រែងលោថាមានភស្តុតាងអីសំខាន់អំពីអំពើឃាតកម្មរបស់គេនៅជាបន្តមួយទៀតត្រឡប់មកកាន់អ៊ីរ៉ាំងនិងដងស៊ូវិញម្ដងពួកគេក៏មកជួបគ្នាម្ដងទៀតដងស៊ូក៏រៀបរាប់ឲ្យអ៊ីរ៉ាំងដឹងអំពីអារម្មណ៍របស់គេថាគេមានអារម្មណ៍ថាខុសមែនតើពីព្រោះថាដោយសារតែគេនេះធ្វើឲ្យមនុស្សជាច្រើនមានគ្រោះថ្នាក់គេចង់សម្ដៅទៅលើស៊ីនិងលោកតាម្ចាស់ឃ្លាំងនោះតែអ៊ីរ៉ាំងក៏និយាយលើកទឹកចិត្តគេមកវិញថាកុំឲ្យល្ងងពេកគេមិនមែនជាអ្នកខុសនោះទេមិនត្រូវបន្ទោសខ្លួនឯងចឹងនោះឡើយអ្នកដែលខុសគឺជីនស៊ុបហើយនឹងក្រុម gangster នោះទៅវិញទេព្រមនោះដងស៊ូក៏ចាប់ផ្ដើមឈឺភ្នែកនិងទទួលបាន vision ពីជីនស៊ុបម្ដងទៀតដោយលើកនេះគេកំពុងតែក្អួតឈាមហើយក៏យកឈាមដែលគេក្អួតចេញមកហ្នឹងសរសេរនៅលើកញ្ចក់ដើម្បីប្រាប់ទៅកាន់ដងស៊ូថាពួកគេដូរកន្លែងណាត់ជួបគ្នាហើយក៏ប្រាប់ទីតាំងថ្មីឲ្យដងស៊ូដឹងទទួលបានវាហើយដងស៊ូក៏ប្រាប់អ៊ីរ៉ាំងនឹងថាគេនឹងទៅជួយស៊ីត្រឡប់មកវិញចោះនាងវិញតើនាងចង់ធ្វើរឿងអីបន្ទាប់អ៊ីរ៉ាំងថានាងក៏មានកិច្ចការរវល់ត្រូវធ្វើដែរអញ្ចឹងដងស៊ូទៅធ្វើរឿងរបស់គេតែម្នាក់ឯងសិនបើសិនជានាងរួចដៃរបស់នាងនៅពេលណាចាំនាងទៅជួយគេតាមក្រោយហើយពីរនាក់នេះក៏ចែកផ្លូវគ្នាទៅធ្វើរឿងរៀងៗខ្លួនត្រឡប់មកកាន់ក្រុមប៉ូលីសវិញម្ដងកំពុងតែស៊ើបអំពីករណីឃាតកម្មរបស់ Wu Jin ពួកគេក៏ទទួលបានករណីថ្មីមួយទៀតដែលវាគឺជាការចាប់ចម្រិតតារាចម្រៀងឈ្មោះថា Z ក្រុមប៉ូលីសក៏ទៅឆែកមើលកាមេរ៉ាសុវត្ថិភាពនៅចំណតឡានដែល Z ត្រូវបានគេចាប់ចម្រិតDetective Park គ្រាន់តែឃើញបែបនេះក៏ស្រែកថាជនបង្កហ្នឹងគឺជាដងស៊ូស្ដាយមែនតើដែលពួកគេធ្វើឲ្យដងស៊ូរួចខ្លួនបានបែបហ្នឹងប៉ុន្តែចំពោះ Detective Choi គាត់អត់មានគំនិតដូច Detective Park នោះទេគាត់មើលឡើងយូរហើយក៏លន់មកថានេះមិនមែនជាដងស៊ូនោះទេប៉ុន្តែគឺជាជីនស៊ុបដែលស្លៀកពាក់បន្លំខ្លួនធ្វើជាដងស៊ូនៅជាបន្ទាប់ដងស៊ូកំពុងតែរងចាំជីនស៊ុបមកដល់នៅកន្លែងដែលពួកគេណាត់ជួបគ្នាក្នុងដៃរបស់គេនេះមានលាក់កូនកំបិតមួយត្រៀមចិត្តថាជីនស៊ុបមកពេលណាគេនឹងចាត់ការជីនស៊ុបពេលហ្នឹងហើយឡានរបស់ជីនស៊ុបក៏បើកមកដល់ហើយនៅពេលដែលជីនស៊ុបចូលពីលើឡានមកទាំងគ្នាគេមិនមែនស្លៀកពាក់ធម្មតានោះទេគឺស្លៀកពាក់ដូចជាខ្លួនឯងកំពុងតែនៅក្នុងមន្ទីរពិសោធន៍ដែលមានសារធាតុគីមីដ៏គ្រោះថ្នាក់ពេញនឹងចឹងហើយនេះគឺមែនពីព្រោះថានៅកន្លែងនេះគេបានបំពាក់ខ្យល់ពុលឡើងពេញនឹងទៅហើយគ្រាន់តែចុចប៊ូតុងនេះមួយឲ្យដើរខ្យល់ពុលវាក៏ចាប់ផ្ដើមបញ្ចេញមកឡើងពេញនឹងរាងកាយរបស់ដងស៊ូក៏ចាប់ផ្ដើមមានប្រតិកម្មហើយមុនពេលដែលគេដាច់ខ្យល់ស្លាប់ទៅបាត់ដងស៊ូព្យាយាមយកកំបិតនេះទៅវាយប្រហារជីនស៊ុបដែរប៉ុន្តែរត់អត់ទាំងដល់ជីនស៊ុបផងគេក៏គាំងបេះដូងស្លាប់តែត្រឹមនេះចំពោះជីនស៊ុបវិញដោយសារតែគេពាក់អាវការពារដ៏ក្រាស់ខ្មឹកនេះហើយយ៉ាងគេអត់មានប៉ះពាល់អីនោះទេហើយនៅពេលដែលដងស៊ូគាំងបេះដូងស្លាប់បាត់គេក៏យកដៃរបស់គេទៅស្ទាបកន្លែងបេះដូងរបស់ដងស៊ូបេះដូងរបស់ដងស៊ូវាឈប់ដើរម៉ាស្ទូហើយម៉ាស្ទូក្រោយមកវាក៏ចាប់ផ្ដើមដើរឡើងវិញដែលធ្វើឲ្យជីនស៊ុបនេះពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើឆ្លៀតពេលដែលដងស៊ូអត់ទាន់អាចតដៃជាមួយនឹងគេវិញបានជីនស៊ុបក៏បញ្ញាប់លើកដងស៊ូដាក់ឡានហើយដឹកគេនាំទៅទីកន្លែងមួយអ៊ីរ៉ាំងនាងដើរមកដល់ទីកន្លែងសួនកំសាន្តមួយទៀតដែលត្រូវបានគេទុកចោលមុននឹងចូលទៅដល់ក្នុងនោះនាងក៏បើក GPS ដើម្បីមើលទីតាំងរបស់ដងស៊ូហើយនាងពិតជាចម្លែកចិត្តមែនតើពីព្រោះឃើញថាគេធ្វើដំណើរលឿនជ្រុលមែនតើហាក់បីដូចជាកំពុងនៅក្នុងឡានអញ្ចឹងប៉ុន្តែពេលនេះដោយសារតែកិច្ចការរបស់នាងអត់ទាន់ហើយនាងអត់ទាន់មានពេលទៅខ្វល់ពេលគេច្រើននោះទេហើយនាងក៏ដើរចូលទៅក្នុងនេះបាត់ទៅដោយនាងអត់បានចាប់អារម្មណ៍នោះទេថាកូនចៅរបស់ក្រុម gangster នោះម្នាក់កំពុងតែតាមនាងពីក្រោយអប gangster នេះខំលបតាមនាងពីក្រោយមែនតើប៉ុន្តែចុងក្រោយនៅតែបាត់តម្រុយនាងនៅក្នុងសួនកំសាន្តនេះភ្លាមនោះអ៊ីរ៉ាំងក៏ស្រាប់តែលេចឡើងនៅពីក្រោយគេវាយឆ្មក់គេឲ្យដួលហើយក៏យកកំបិតចាក់សម្លាប់គេបាត់បន្ទាប់មកនាងក៏ដើរចូលទៅក្នុងកន្លែងមួយទៀត
ដោយនៅកន្លែងហ្នឹងមានមនុស្សមានធំខ្លាំងមែនតើពាក់ស្រោមមុខដូចជាបិសាចអញ្ចឹងហើយម្នាក់ហ្នឹងមើលទៅក៏ដូចជាអត់ចេះនិយាយភាសាមនុស្សនោះដែរចេះតែក្រហមដូចជាសត្វតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលអ៊ីរ៉ាំងនិយាយជាមួយគេទៅគេហាក់បីដូចជាស្ដាប់នាងបានហើយដល់គ្នាបុរសមានធំម្នាក់នេះគេមិនមែនជាមនុស្សធម្មតានោះទេគេក៏ជា connect ដូចអ៊ីរ៉ាំងនិងដងស៊ូដែរហើយចង់បញ្ចប់នៅភាគ1នេះអ៊ីរ៉ាំងក៏និយាយដាក់គេថាតោះឆាប់មកទៅកន្លែងមួយជាមួយខ្ញុំពីព្រោះថាពួកយើងមានរឿងដ៏សំខាន់មួយដែលត្រូវធ្វើអូខេតើគ្នាភាគទី5នេះសូមស្លេះតែត្រឹមនេះសិនហើយនៅភាគបន្ទាប់ភាគទី6ហ្នឹងគឺជាភាគបញ្ចប់ហើយចង់ដឹងថាសាច់រឿងរបស់យើងចប់ទៅវាយ៉ាងម៉េចមានតែរងចាំទស្សនាភាពបញ្ចប់ទាំងអស់គ្នាហើយខ្ញុំក៏មិនភ្លេចអរគុណផងដែរទៅកាន់ប្រិយមិត្តម្នាក់ដែលមានឈ្មោះថាសុនពេជ្រពន្លឺដែលបានធ្វើការឧបត្ថម្ភជួបគ្នានៅភាគបញ្ចប់ណាបាយបាយ